ស្រមៃមើលប្រទេសដែនកោះតូចមួយដែលមានផ្ទៃដីសរុបតិចជាងខេត្តកោះកុងរបស់យើងទៅទៀតហើយមានប្រជាជនរស់នៅមិនដល់6សែននាក់ផងពលគឺតិចជាងប្រជាជននៅក្នុងទីក្រុងភ្នំពេញយើងឆ្ងាយណាស់ប៉ុន្តែភពផែនដីទាំងមូលត្រូវបើកភ្នែកធំស្រឡាំងកាំងព្រោះតែប្រទេសដាច់ស្រយាលមួយនេះតែងតែបង្កើតរឿងរ៉ាវមិននឹកស្មានដល់និងបង្កើតកីឡាករបាល់ទាត់លំដាប់3សាយទៅអង្រួនឆាកអន្តរជាតិយ៉ាងល្បីរន្ធឺតែប្រទេស Cape Verde មានអកំបាំងអ្វីនៅពីក្រោយចំណេះដឹង3នាទីនឹងធ្វើការបកស្រាយក្នុងវីដេអូនេះបើយើងក្រឡេកទៅមើលភូមិសាស្ត្រ Cape Verde គឺជាប្រទេសដែនកោះមួយស្ថិតនៅមហាសមុទ្រអាត្លង់តិកភាគខាងលិចនៃទ្វីបអាហ្វ្រិកប្រទេសនេះកើតឡើងពីកោះភ្នំភ្លើងតូចៗចំនួន10បូករួមទាំងដីកោះតូចៗជាច្រើនទៀតបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតប៉ុន្តែពោរពេញទៅដោយភាពដាច់ស្រយាលនិងខ្សត់ខ្សោយធនធានធម្មជាតិខ្លាំងណាស់ប្រជាជននៅទីនោះត្រូវតស៊ូប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតនិងការខ្វះខាតទឹកស្អាតជាប្រចាំដែលកត្តាជីវភាពនិងធម្មជាតិដ៏កំសត់កំរនេះហើយបានបណ្ដុះគំនិតបង្រៀនឲ្យមនុស្សជាតិនៅទីនោះមានស្មារតីតស៊ូខ្ពស់មិនចេះចោះចាញ់និងមានកាយសម្បទានរឹងមាំដោយដាច់ថែបតាំងពីកំណើតដោយសារតែការលំបាកក្នុងប្រទេសធ្វើឲ្យប្រជាជន Cape Verde ភាគច្រើនបានសម្រេចចិត្តចំណាកស្រុកទៅរស់នៅប្រទេសក្រៅដូចជាអឺរ៉ុបនិងអាមេរិកដែលបង្កើតបានជាបណ្ដាញឈាមជ័រដ៏មានឥទ្ធិពលតារាបាល់ទាត់ល្បីៗលំដាប់ពិភពលោកជាច្រើនដែលយើងធ្លាប់ស្គាល់ដូចជាកីឡាករណានីដែលធ្លាប់ជួយក្រុមបិសាចក្រហម Manchester United លើកពានរង្វាន់ជាច្រើនលោក Henrik Larsson វីរបុរសរបស់ស៊ុយអែតនិងអតីតខ្សែបម្រើដ៏មានឥទ្ធិពលរបស់ក្រុម Manchester City គឺកីឡាករ Gelson Fernandes សុទ្ធតែមានដើមកំណើតនិងឈាមជ័រពាក់កណ្ដាលហូរចេញពីដែនកោះដ៏តូចមួយនេះទាំងអស់គ្នាកាលណាឈាមជ័របិសាចទាំងនេះរួបរមគ្នាឡើងរៀបចំជាក្រុមកីឡាករជម្រើសជាតិពួកគេតែងតែបង្កើតមហន្តរាយលុតក្រុមយក្សនៅទ្វីបអាហ្វ្រិកឲ្យហូរទឹកភ្នែកជារឿយៗប៉ុន្តែបើនិយាយពីវីរបុរសអង្គរដែលជានិមិត្តរូបពិតប្រាកដនិងជាអ្នកកាន់កាប់បេះដូងរបស់អ្នកគាំទ្រទូទាំងប្រទេស Cape Verde នៅពេលនេះគឺគ្មាននរណាក្រៅពីអ្នកចាំទីដៃឯកដែលកំពុងតែល្បីល្បាញនោះគឺលោក Vozinha នោះឡើយ Vozinha ឬឈ្មោះពិត Josimar Diaz មិនមែនគ្រាន់តែជាអ្នកចាំទីធម្មតានោះទេប៉ុន្តែគាត់គឺជាអ្នកដែលកាន់កាប់កំណត់ត្រាដ៏អស្ចារ្យបំផុតដោយបង្ហាញខ្លួនការពារសំណាញ់ឲ្យក្រុមជម្រើសជាតិ Cape Verde បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក FIFA ជាមួយនឹងកម្ពស់ជិត1ម៉ែត្រពីគាត់ទោះបីជាគាត់ត្រូវផ្លាស់ប្ដូរទៅឲ្យលេងក្លឹបបាល់ទាត់ជាច្រើននៅជុំវិញពិភពលោកនិងឆ្លងកាត់ការលំបាកបាក់ទឹកចិត្តជាច្រើនក្នុងអាជីពនេះក៏ដោយប៉ុន្តែរាល់ពេលដែលជាតិមាតុភូមិត្រូវការគាត់តែងតែត្រឡប់មកវិញមុនគេបញ្ចេញអស់ពីកម្លាំងកាយកម្លាំងចិត្តនិងដឹកនាំក្មេងៗជំនាន់ក្រោយឲ្យហ៊ានលេងតតាំងជាមួយក្រុមខ្លាំងៗដោយគ្មានការញញើតញញើឡើយជោគជ័យដ៏អស្ចារ្យនឹងការឡើងកូដរបស់កោះបិសាច Cape Verde នៅលើឆាកអន្តរជាតិពេលនេះគឺពិតជាមិនអាចខ្វះវត្តមាននៃការលះបង់របស់កម្ពុជាអ្នកចាំទី Vozinha នោះបានឡើយចុះបងប្អូនទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះរឿងរ៉ាវដ៏អស្ចារ្យរបស់ប្រទេសកោះ Cape Verde និងកម្ពុជាអ្នកចាំទី Vozinha រូបនេះបើចូលចិត្តវីដេអូពេញត្រេននិងទាញប្រវត្តិកីឡាករប្លែកៗបែបនេះកុំភ្លេចចុច like និង subscribe Channel របស់យើងម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយសូមអរគុណ